បាទបងប្អូនទាំងអស់គ្នានៅសល់តែប្រហែលថ្ងៃទៀតទេយើងដល់ថ្ងៃប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលាយើងហើយចាហើយដូច្នេះហើយបានជាលោកនាយកមកដល់ថ្នាក់យើងដើម្បីធ្វើតេស្តសមត្ថភាពអ្នកទាំងអស់គ្នាដូច្នេះសូមបងប្អូនទាំងអស់គ្នាកុំធ្វើឲ្យអ្នកគ្រូខ្មាស់លោកនាយកឲ្យសោះណាបាទអ្នកគ្រូមើលបងប្អូននៅក្នុងថ្នាក់នេះនរណាប្រកែកជាងគេស្ដប់មើលស្ដប់លោកគ្រូសុំសួរឯងពី3សំណួរមើលបាទមើលស្ដប់123បូកនឹង123រួចបូកនឹង123ទៀតស្មើប្រមាណ369លោកគ្រូអាយ៉ាខួរក្បាល reflex គ្រាន់បើកូននេះវ៉ៃហើយចុះដើម្បីកណនីកលាផ្ទៃចតកោណភ្នាគេត្រូវធ្វើម៉េចស្ដប់បាទលោកគ្រូដើម្បីកណនីកលាផ្ទៃចតកោណភ្នាគេត្រូវយកបាតតូចបូកនឹងបាតធំហើយគុណនឹងកម្ពស់រួចចែកនឹង2ត្រឹមត្រូវលោកគ្រូសូមសួរឯងមួយសំណួរទៀតបាទតើទឹកខ្លាយជាចំហាយនៅសីតុណ្ហភាពប្រមាណអង្សាសេបាទលោកគ្រូនៅសីតុណ្ហភាព100អង្សាសេពិតជាត្រឹមត្រូវអ្នកគ្រូចាលោកនាយកស្ដប់ឆ្លើយត្រឹមត្រូវអត់មានខុសមកសំណួរសោះនេះខ្ញុំក្រែងតែវាដឹងវិញ្ញាសាមុនទៅដឹងឯអ្នកគ្រូអញ្ចឹងចាំខ្ញុំសួរវាសំណួរផ្សេងមើលវាដឹងអត់លោកនាយកឥឡូវបន្ទាប់ពីលោកនាយកអ្នកគ្រូសុំសួរឯងពី3សំណួរដែរវាប្រហែលតិចហើយប៉ុន្តែបើឯងឆ្លើយត្រូវនោះឯងពិតជាប៉ាកែមែនបាទអ្នកគ្រូឥឡូវអ្នកគ្រូសួរតើអ្វីដែលនៅក្នុងខោប្អូនមានហើយនៅក្នុងខោអ្នកគ្រូអត់មានហើយអ្នកគ្រូមិនសួរសំណួរអញ្ចឹងវិញបាទអ្នកគ្រូណែឆ្លើយមកបាច់ខ្លាចចិត្តទេបាទអ្នកគ្រូណែគឺកប៉ាល់ខោព្រោះថ្ងៃនេះអ្នកគ្រូស្លៀកខោអត់មានកប៉ាល់ទេល្អឡើងវិញស្ដាប់ឯងអញ្ចឹងអ្នកគ្រូសួរមកសំណួរទៀតតើរោមស្ត្រីនៅឯណាដែលរួញជាងគេពធហើយអ្នកគ្រូលេងមែនតើតានេះបាទអ្នកគ្រូណែគឺរោមស្ត្រីនៅណាឆ្លើយភ្លាមបើឯងមិនហ៊ានឆ្លើយទេអ្នកគ្រូឲ្យធ្លាក់ឥឡូវហ្នឹងបាទអ្នកគ្រូគឺរោមស្ត្រីនៅទ្វីបអាហ្វ្រិកឥឡូវអ្នកគ្រូសួរមកសំណួរទៀតតើនៅកណ្ដាលជើងអ្នកគ្រូមានអ្វីឆ្លើយស្ដប់ណែស្ដប់ឯងបាច់ឆ្លើយក៏បានដែរមិនបានស្ដប់ត្រូវតែឆ្លើយភ្លាមបាទនៅកណ្ដាលជើងអ្នកគ្រូគឺក្បាលជង្គង់ឥឡូវអ្នកគ្រូសួរមួយសំណួរទៀតនៅក្នុងខ្លួនអ្នកគ្រូតើអ្វីដែលសើមរាល់ថ្ងៃជាប់ជានិច្ចអត់មានជ្រួញចើមអីទេស្ដប់បាទអ្នកគ្រូគឺអណ្ដាតឥឡូវអ្នកគ្រូសួរមកសំណួរទៀតចុះវត្ថុអ្វីរបស់អ្នកគ្រូពេលមិនទាន់មានប្តីតូចតែដល់ពេលមានប្តីស្រុកតែធំជាងមុនណែស្ដប់អាសំណួរហ្នឹងបាច់ឆ្លើយហ្មងបាទមិនអីទេលោកគ្រូខ្ញុំឆ្លើយបានវត្ថុនោះគឺក្រែហួចចុះស្អីគេខាប់ឬក៏រាវតែដល់ពេលចេញមកក្រៅមកសន្ទុះវាឡើងរឹងបាទអ្នកគ្រូគឺកៅវិទ្យាសាស្ត្រឧទាហរណ៍ដូចជាកៅ502ជាដើមអ្នកគ្រូហួចចុះស្អីគេដល់វែងដូចជ័យប៉ុន្តែអ្នកគ្រូកាន់មកផ្លែតហៀទឹកសបាទអ្នកគ្រូគឺការ៉េមត្រីពណ៌សម្ដើមអ្នកគ្រូអូបានហើយអ្នកគ្រូបើនៅតែសួរទៀតខ្ញុំកាំងបេះដូងស្លាប់ខានទេឆប់ត្រឹមហ្នឹងចុះ